សូមគោរពនឹងជំរាបសួរដល់ទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី UPS TV News ថ្ងៃនេះសាកលវិទ្យាល័យពុទ្ធិសាសន៍រួមសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានរៀបចំនៅកម្មវិធីផ្ដល់ឈាមដើម្បីសប្បុរសធម៌យើងឃើញថាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូននិស្សិតក៏ដូចជាសាធារណជននៅក្នុងការចូលរួមបរិច្ចាគឈាមជួយចំពោះជនរងគ្រោះដែលពួកគាត់កំពុងតែត្រូវការឈាមជាចាំបាច់ដើម្បីសង្គ្រោះនៅជីវិតរបស់ពួកគាត់ដូច្នេះនាងខ្ញុំសូមនាំលោកអ្នកជួបជាមួយនឹងសកម្មភាពផ្ទាល់ដែលពួកគាត់កំពុងតែបរិច្ចាគឈាមដូចតទៅជំរាបសួរបងអូនចាជំរាបសួរហ៎ចាសុំតើបងអូនឈ្មោះអីដែរខ្ញុំឈ្មោះច័ន្ទសុកឡាងចាបងអូនជានិស្សិតនៅទីនេះមែនទេចាខ្ញុំជានិស្សិតនៅឆ្នាំទី2ខាង Medicine ចាថ្ងៃនេះតើបងអូនយល់យ៉ាងម៉េចដែរបានជាមកចូលរួមបរិច្ចាគឈាមខ្ញុំគិតថាការបរិច្ចាគឈាមហ្នឹងគឺវាល្អចំពោះយើងហើយក៏ល្អចំពោះអ្នកដែលចាំបាច់ប្រើប្រាស់ឈាមហ្នឹងដែរដូច្នេះខ្ញុំសម្រាប់ជាកបមកបរិច្ចាគឈាមចាតើបងអូនយល់ថាតើការបរិច្ចាគឈាមហ្នឹងមានការប៉ះពាល់ដល់សុខភាពដែរទេអត់មានការប៉ះពាល់អីទេបងគឺថាយើងគ្រាន់តែថាខ្ញុំគិតថាមានប៉ះពាល់ដល់សុខភាពយើងឯងម្យ៉ាងវិញទៀតគឺវាសំខាន់ណាស់សម្រាប់អ្នកដែលត្រូវការប្រើប្រាស់ឈាមហ្នឹងចាតើជាចុងក្រោយបងអូនមានពាក្យពេចន៍អីដើម្បីចង់និយាយនៅក្នុងថ្ងៃនេះទេពាក្យយូរថាខ្ញុំសូមផ្ដាំថាចំនួនអ្នកបរិច្ចាគឈាមនៅប្រទេសខ្មែរយើងហ្នឹងគឺខ្ញុំគិតថាមានការគឺថាតិចតួចណាស់គឺថាវាមិនគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ទេបើអញ្ចឹងខ្ញុំសង្ឃឹមថាគឺថាមានអ្នកបរិច្ចាគឈាមកាន់តែច្រើនសម្រាប់អ្នកដែលត្រូវការចាំបាច់សម្រាប់ឈាមហ្នឹងចាអរគុណបងអូនណាអរគុណជំរាបលាជំរាបសួរបងអូនចាអូនឈ្មោះអីដែរខ្ញុំឈ្មោះតែមថារីខ្ញុំមកពីសុកសេនធរខេត្តកំពង់ចាមហើយខ្ញុំរៀនខាងផ្នែក Midwife ឆ្នាំទី1ចាបងអូនយល់យ៉ាងម៉េចដែរបានជាមកចូលរួមបរិច្ចាគឈាមក្នុងថ្ងៃនេះខ្ញុំគិតថាការបរិច្ចាគឈាមហ្នឹងគឺវាមានសារៈប្រយោជន៍សម្រាប់ប្រជាជនខ្មែរយើងទាំងអស់ដែលគេខ្វះខាតខាងឈាមហ្នឹងអញ្ចឹងខ្ញុំសុខចិត្តបរិច្ចាគឲ្យគាត់ចាតើបងអូនយល់ថាការបរិច្ចាគឈាមហ្នឹងអាចប៉ះពាល់ដល់សុខភាពដែរទេការបរិច្ចាគឈាមហ្នឹងវាអត់ប៉ះពាល់សុខភាពទេព្រោះថាពេលដែលយើងបរិច្ចាគហើយទៅរយៈពេល1ទៅ2សប្តាហ៍វាអាចក្របឈាមរបស់យើងហ្នឹងអាចលូតលាស់វិញបានហើយចាតើនេះជាលើកទី1ឬក៏បងអូនធ្លាប់បរិច្ចាគឈាមពីមុនមកដែរតែលើកទី1ឯងបងចាំមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍សុបាយផងភ័យផងចាបងអូនជាចុងក្រោយតើបងអូនមានពាក្យពេចន៍អ្វីដើម្បីនិយាយនៅក្នុងថ្ងៃនេះជាចុងក្រោយខ្ញុំសូមផ្ដាំទៅជាជនទាំងអស់នៅកម្ពុជាសូមជួយផ្ដល់ឈាមជូនប្រជាពលរដ្ឋដែលគាត់រងគ្រោះទាំងអស់គ្នាចាអរគុណអូនជម្រាបលាចាសួស្ដីអូនឈ្មោះអីដែរខ្ញុំបាទឈ្មោះហេងលៀងយីជានិស្សិត Lab ឆ្នាំទី1នៅសាលាពុទ្ធិសាស្ត្រចាហើយថ្ងៃនេះបងអូនយល់យ៉ាងម៉េចដែរបានជាមកចូលរួមបរិច្ចាគឈាមខ្ញុំគិតថាវាជាថ្ងៃមួយដ៏ល្អដែលខ្ញុំអាចចែករំលែកនៅការជួយរបស់ខ្ញុំទោះខ្ញុំអាចបានជួយអីដល់សង្គមតែខ្ញុំអាចបរិច្ចាគឈាមខ្ញុំទៅដល់អ្នកដែលត្រូវការឈាមផងដែរចាអរគុណហើយតើបងអូនយល់ថាតើការបរិច្ចាគឈាមនេះមានផលប៉ះពាល់ដល់សុខភាពដែរទេខ្ញុំគិតថាវាអត់ដល់ផលប៉ះពាល់អីគ្រាន់តែយើងអស់កន្លែងតិចតួចអីប៉ុណ្្នឹងឯងចាបាទចាជាចុងក្រោយនេះតើបងអូនមានពាក្យពេចន៍អ្វីដើម្បីនិយាយនៅក្នុងថ្ងៃនេះទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បានបរិច្ចាគឈាមទៅកាន់អ្នកដែលត្រូវការឈាមព្រោះថាយើងដឹងហើយថានៅប្រទេសកម្ពុជាយើងគឺមានគ្រោះថ្នាក់ចរាចរណ៍ច្រើនហើយនឹងមានអ្នកត្រូវការឈាមច្រើនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យយើងជួយបរិច្ចាគឈាមទាំងអស់គ្នាជំរាបសួរចាសំតអូនឈ្មោះអីដែរខ្ញុំឈ្មោះសឿនម៉ារីចាបងអូនជានិស្សិតនៅទីនេះឬក៏បងអូនមកពីខាងក្រៅដែរខ្ញុំជានិស្សិតនៅទីនេះឆ្នាំទី1ផ្នែកឆ្មបចាបងអូនយល់យ៉ាងម៉េចដែរដែលបងអូនថ្ងៃនេះមកបរិច្ចាគឈាមខ្ញុំគិតថាការបរិច្ចាគឈាមហ្នឹងគឺអាចជួយឲ្យប្រជាជនយើងដែលត្រូវការឈាមដើម្បីជួយសង្គ្រោះជីវិតពួកគាត់ចាតើបងអូនធ្លាប់បរិច្ចាគឈាមពីមុនមកទេអត់ផងលើកទី1ចាភ័យទេភ័យតិចដែរចាអត់អីទេណាអត់ឈឺទេហើយចាបងអូនគិតថាការបរិច្ចាគឈាមហ្នឹងមានផលប៉ះពាល់ដល់សុខភាពដែរទេខ្ញុំគិតថាការបរិច្ចាគឈាមហ្នឹងវាអត់មានផលប៉ះពាល់ទេវាអាចជួយឲ្យយើងធ្វើឲ្យយើងដឹងពីគ្រប់ឈាមរបស់យើងអាចដឹងថាយើងមានជំងឺអីចឹងបាទចាជាចុងក្រោយតើបងអូនមានពាក្យពេចន៍អ្វីដើម្បីនិយាយនៅក្នុងថ្ងៃនេះដែរខ្ញុំចង់ឲ្យសិស្សទាំងអស់ឬមួយក៏បងប្អូនយើងនៅខាងក្រៅហ្នឹងអាចជួយបរិច្ចាគឈាមទាំងអស់គ្នាដើម្បីជួយបងប្អូនយើងដែលត្រូវការឈាមចាអរគុណច្រើនអូនជម្រាបលាជំរាបសួរបងចានាងខ្ញុំចង់ដឹងដែរថាតើហេតុអ្វីបានជាសាកលវិទ្យាល័យពុទ្ធិសាសន៍សហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមប្រកកម្មវិធីផ្ដល់ឈាមដើម្បីសប្បុរសធម៌ក្នុងថ្ងៃនេះ
បាទជាកិច្ចចាប់ផ្ដើមខ្ញុំសូមណែនាំខ្លួនខ្ញុំសិនខ្ញុំបានឈ្មោះសេងប៊ុនវិរៈដែលជាជំនួយការលោកសាកលវិទ្យាធិការរងប្រតិបត្តិហើយក្នុងថ្ងៃនេះគឺសាកលវិទ្យាល័យពុទ្ធិសាសន៍យើងបានប្រារព្ធពិធីយុទ្ធនាការផ្ដល់ឈាមដែលសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមហើយមូលហេតុដែលយើងធ្វើការទៅលើយុទ្ធនាការនេះគឺសំខាន់ដោយសារតែយើងមើលលើរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលគាត់បានចេញប្រកាសថានៅទូទាំងប្រទេសជារៀងរាល់ថ្ងៃគឺត្រូវការឈាមប្រហែល150ផ្លោកហើយក្នុងនោះបោកផងដែរគឺសម្រាប់រាជធានីភ្នំពេញគឺ100ផ្លោកដែលស្ទឹងតែស្មើ2/3នៃចំនួនសរុបហើយមូលហេតុដែលថារាជធានីភ្នំពេញត្រូវការឈាមច្រើនជាងគេនោះដោយសារតែថាប្រជាជននៅតាមខេត្តទាំងអស់នៅពេលដែលគាត់មានជំងឺធ្ងន់ឬសង្គ្រោះបន្ទាន់គាត់តែងតែបញ្ជូនមកភ្នំពេញអញ្ចឹងទើបរាជធានីភ្នំពេញត្រូវការឈាមច្រើនជាងគេបាទហើយមួយទៀតផងដែរគឺតាមរយៈជួបជាមួយនឹងប្រធានមជ្ឈមណ្ឌលគាត់ថាការផ្ដល់ឈាមរបស់ប្រជាជនខ្មែរយើងគឺនៅមានកម្រិតនៅឡើយដោយយោងថាគាត់ថាការផ្ដល់ឈាមអាចប៉ះពាល់ទៅដល់សុខភាពគាត់ឬអ្នកខ្លះទៀតខ្លាចទៅលើការផ្ដល់ឈាមអញ្ចឹងដោយយោងតាមមូលហេតុនេះហើយទើបសាកលវិទ្យាល័យចង់បើកយុទ្ធនាការនេះផ្សព្វផ្សាយទៅដល់សាស្ត្រាចារ្យនិស្សិតក៏ដូចជាបុគ្គលិកសិក្សារបស់យើងទាំងអស់គ្នាហើយការផ្ដល់ឈាមនេះតាមរយៈអ្នកឯកទេសក៏ដូចជាវិជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក៏បានមានប្រសាសន៍ថាការផ្ដល់ឈាមជាទូទៅពី3ទៅ4ខែគឺមិនប៉ះពាល់ដល់សុខភាពទេថែមទាំងជួយយើងឲ្យមានសុខភាពល្អថែមទៀតទី1គឺបង្ការជំងឺបេះដូងដែលការផ្ដល់ឈាមនេះគឺយើងយកចេញនៅសារធាតុដែកមួយចំនួនដែលលើសហើយបំពេញទៅវិញនៅសារធាតុដែកដែលល្អមកវិញហើយមួយទៀតគឺការពារជំងឺមហារីកផងដែរដោយសារតែការយកឈាមចេញហ្នឹងគឺអាចឲ្យយើងបង្កើតកូលិកាក្រហមថ្មីមកវិញបាទដែលវាជាកូលិកាល្អបាទហើយជាមួយគ្នានេះផងដែរគឺយើងចង់ឲ្យនិស្សិតចូលរួមយុទ្ធនាការនេះទៅផ្សព្វផ្សាយបន្តថាការផ្ដល់ឈាមគឺពិតជាមានសារៈសំខាន់ណាស់ទី1ធ្វើឲ្យសុខភាពបុគ្គលដែលផ្ដល់ឈាមមានសុខភាពល្អជាងមុនហើយទី2គឺការផ្ដល់ឈាមគឺជាកិច្ចការសង្គមនិងមនុស្សធម៌ដ៏សំខាន់មួយដែលចូលរួមជួយអាយុជីវិតអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរអរគុណចាជាបន្តទៅទៀតនេះចានាងខ្ញុំក៏ចង់ដឹងដែរថាតើនៅថ្ងៃខាងមុខសាកលវិទ្យាល័យពុទ្ធសាសន៍នឹងរៀបចំនៅកម្មវិធីផ្ដល់ឈាមដើម្បីសប្បុរសធម៌ដូចថ្ងៃនេះដែរតើមានទេឬទេចាខ្ញុំគិតថាយុទ្ធនាការនេះគឺជាយុទ្ធនាការសប្បុរសធម៌ក៏ដូចជាការចូលរួមជួយសង្គមអញ្ចឹងខ្ញុំជឿជាក់ថាគណៈគ្រប់គ្រងសាកលវិទ្យាល័យនឹងចូលរួមគ្រប់គ្រងឲ្យមានយុទ្ធនាការនេះនៅឆ្នាំបន្តទៀតបាទសូមអរគុណចាសូមអរគុណបងចាការដែលបណ្ដុះគំនិតឲ្យមានការចូលរួមចំណែកនៅក្នុងការបរិច្ចាគឈាមនេះគឺដើម្បីជាផលប្រយោជន៍ក្នុងការជួយសង្គ្រោះទៅដល់ជនរងគ្រោះទាំងអស់ដោយគ្មានរើសមុខមានន័យថាយើងអាចជួយទៅដល់អ្នកជំងឺទាំងអស់ទាំងអ្នកជំងឺបន្ទាន់និងមិនបន្ទាន់ឲ្យបាននៅគ្រប់កលៈទេសៈទាំងអស់ដែលគាត់ត្រូវការចំណុចទី2គឺផលប្រយោជន៍នៃការបរិច្ចាគឈាមនេះគឺសំខាន់សម្រាប់សុខភាពរបស់សប្បុរសជននិស្សិតទាំងអស់ដែលបានធ្វើការបរិច្ចាគឈាមដោយគាត់ប្រកបនឹងមានមោទនភាពនៅក្នុងខ្លួនគាត់ថាគាត់មានសុខភាពល្អគាត់អាចបរិច្ចាគឈាមបានគាត់យល់ដឹងតាមរយៈការអប់រំនេះនឹងធ្វើឲ្យគាត់នឹងចូលថែទាំសុខភាពខ្លួនគាត់នឹងឲ្យបានប្រសើរឲ្យគាត់នៅតែអាចបរិច្ចាគឈាមបាននឹងជាបន្តបន្ទាប់គឺมันមានផលប៉ះពាល់ទៅដល់សុខភាពរបស់អ្នកផ្ដល់ទេគឺបន្ទាប់ពីការបរិច្ចាគឈាមក្នុងចំណុះ350មីលីលីត្រដែលជាចំណុះឈាមមួយតិចជាង 10% នៃចំណុះឈាមដែលមាននៅក្នុងខ្លួនមនុស្សយើងហើយការបរិច្ចាគឈាម350មីលីលីត្រនេះគឺមិនមែនមានន័យថាមានគ្រាប់ឈាម350មីលីលីត្រនោះទេគឺ50% ជាងនៃចំណុះឈាមនេះគឺជា plasma គឺសម្បូរទៅដោយជាតិទឹកច្រើនដូច្នេះគឺការពិសាទឹកឲ្យបានច្រើននៅមុនការផ្ដល់និងក្រោយការផ្ដល់គឺអាចធ្វើឲ្យមានការស្រូបយកជាតិទឹកចូលទៅក្នុងសរសៃឈាមនេះបាននៅក្នុងរយៈពេល6ទៅ24ម៉ោងចំណែកឯការបង្កើតជាគ្រាប់ឈាមក្រហមឡើងវិញដោយសារខួរឆ្អឹងរបស់មនុស្សយើងគឺអាចនឹងបន្តធ្វើក្នុងរយៈពេល3សប្តាហ៍ដែលនៅពេលនោះគឺយើងសង្កេតឃើញថា
គោលការណ៍ឈាមក្រហមថ្មីនឹងអាចមានច្រើនមកវិញនៅក្នុងចរន្តឈាមរបស់គាត់បាទគឺគ្មានការកំណត់ទេបើសិនជាគាត់អាចចាប់ផ្ដើមផ្ដល់ឈាមនៅក្នុងអាយុ18ឆ្នាំគឺរហូតទៅដល់60ឆ្នាំគឺគាត់អាចបរិច្ចាគឈាមបានជាបន្តបន្ទាប់ក្នុង3ទៅ4ដងជារៀងរាល់ឆ្នាំហើយរហូតមកដល់ពេលនេះគឺនៅប្រជាជនកម្ពុជាយើងគឺមានការបរិច្ចាគឈាមរហូតដល់82ដងហើយដែលជាអ្នកបរិច្ចាគឈាមច្រើនជាងគេនៅក្នុងប្រទេសយើងហើយចំពោះនៅជនជាតិនៃប្រទេសដទៃទៀតគឺការបរិច្ចាគឈាមរបស់គេគឺរាប់រយដងហ្នឹងការពិសាទឹកឲ្យបានច្រើននៅមុននិងក្រោយការផ្ដល់ឈាមនេះជាការចាំបាច់បំផុតចំណែកឯចំណីអាហារផ្សេងទៀតនោះគឺគាត់អាចពិសាចំណីអាហារជាធម្មតាដូចក្នុងការហូបចុករបស់គាត់ជាប្រចាំថ្ងៃដូច្នេះគឺมันមានចាំបាច់ឲ្យមានការញ៉ាំអាហារអ្វីពិសេសជាងការញ៉ាំអាហារធម្មតានោះទេបាទយើងចង់បានថែមទៀតគឺថាអំណោយឈាមដែលបានចូលរួមនេះគឺជាអំណោយឈាមដោយស្ម័គ្រចិត្តដែលបានពីសប្បុរសជនរបស់យើងដែលជាប្រភពយ៉ាងសំខាន់នៃការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់និងមានសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់បាទហើយខ្ញុំក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមយើងក្នុងពេលកន្លងមកនិងបន្តក្នុងពេលឥឡូវនេះហើយក៏សូមអរគុណចំពោះក្រសួងសុខាភិបាលសូមអរគុណចំពោះសាកលវិទ្យាល័យពុទ្ធិសាស្ត្រតែម្ដងនៅក្នុងពេលនេះដែលអនុញ្ញាតឲ្យមជ្ឈមណ្ឌលដល់ឈាមនឹងមកចុះមកធ្វើការអប់រំផ្សព្វផ្សាយនិងទទួលអំណោយឈាមនឹងចុះជាប្រចាំរហូត សូមអរគុណចាស់កម្មវិធី UPS TV News បានមកដល់ទីបញ្ចប់នេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តនិស្សិតទាំងអស់ក៏ដូចជាសាធារណជនដែលបានចូលរួមចំណែកបរិច្ចាគឈាមជួយសង្គ្រោះដល់ជនរងគ្រោះដែលពួកគាត់កំពុងតែត្រូវការឈាមជាចាំបាច់ចាស់កម្មវិធីរបស់យើងសន្យាថានឹងវិលមកជួបលោកអ្នកនៅឱកាសក្រោយជាបន្តទៀតខណៈពេលនេះនាងខ្ញុំសារាវតីរួមជាមួយនឹងក្រុមការងារសូមអរគុណសូមជម្រាបលា